ចាំបងនេះគឺជារបៀបក្នុងការចូលធ្វើកិច្ចការបងជាដំបូងគឺបងចូលទៅក្នុងកម្មវិធីរបស់វាសិនគឺថ្នាលបឋមបងនេះយករូបមួយនេះចារួចហើយចុចនៅលើត្រី3មួយនេះហើយជ្រើសរើសយកពាក្យប្រឡងបងចាំបងហើយទៅបងជ្រើសរើសនៅពាក្យថាជ្រើសមុខវិជ្ជាដល់ពេលបងចុចនៅលើនឹងទៅគឺវានឹងលោតឲ្យមកបែបនេះហើយចុចយកជ្រើសរើសយកពាក្យថាភាសាខ្មែរគឺវានឹងលោតឲ្យឯងបងរួចហើយបងអូសជ្រើសរើសទៅរកថ្នាក់ដែលកូនបងប្រឡងទៅបើកូនបងថ្នាក់ទី4បងចូលទៅប្រឡងថ្នាក់ទី4ណាបងនេះបងជ្រើសរើសយកក្នុងខែទី1ចានៅពេលដែលបងជ្រើសរើសរួចហើយគឺវានឹងចូលមកទម្រង់សំណួររបស់យើងហើយនេះបងឃើញសញ្ញាព្រួយនៅខាងក្រោមនេះហេនៅពេលដែលបងចុចលើវានេះបងឃើញអាខាងលើនេះគឺជានាទីដែលគេទុកឲ្យយើងធ្វើហើយអានេះគឺទី2នេះគឺជានាទីដែលយើងចំណាយអស់ណាបងហើយអាខាងក្រោមនេះគឺជាចំនួនសំណួរដែលយើងត្រូវធ្វើនៅក្នុងសំណួរមេរៀនមួយនឹងមើលដឹងហើយយើងចុចព្រួយខាងក្រោមវិញណាយើងនឹងត្រឡប់មកកន្លែងសំណួរយើងវិញហើយសំណួរនីមួយបងអានពាក្យវាខាងលើទៅបើគេឲ្យយើងធ្វើអីយើងធ្វើតាមគេទៅយើងជ្រើសរើសនៅចម្លើយណាដែលត្រឹមត្រូវពេលដែលបងជ្រើសរើសចម្លើយដែលត្រឹមត្រូវគិតថាមួយណាត្រឹមត្រូវហើយនេះបងចុចនៅលើពាក្យថាសំណួរបន្ទាប់គឺវានឹងលោតចូលសំណួរថ្មីមួយទៀតឯបងហើយបងមើលទៅលើសំណួរទៅគេឲ្យបងធ្វើអីបងធ្វើតាមគេទៅចុចទៅសំណួរបន្ទាប់ទៅគឺវានឹងលោតដល់ចម្លើយចុងក្រោយគឺវានឹងឲ្យយើងយល់ព្រមវានឹងគូសគ្រីសឲ្យយើងតែម្ដង